ហើយចាំនៅក្នុងជីវិតរបស់យើងការឌៀបដាមអ្នកដតីមិនបានធ្វើឲ្យតម្លៃរបស់យើងកើនឡើងទេមនុស្សបកែឌៀបដាមអ្នកដតីបង្ហាញថាមនុស្សនឹងមានបញ្ហាទន់សោយផ្លូវអារម្មណ៍មែនទេសត្វតោមិនដែលផ្អើលលឿនដូចជាសត្វឆ្លុះទេមនុស្សខ្លាំងពិតប្រាកដក៏មិនអង្គុយឌៀបដាមគេអត់ប្រយោជន៍ដែរមនុស្សខ្សោយច្រើនតែប្រតិកម្មមុនជាងតាមពិតមនុស្សដែលបកែឌៀបដាមអ្នកដតីមានរឿងជាច្រើនគួរឲ្យសង្វេគមែនទែននៅក្នុងជីវិតរបស់ពួកគេមនុស្សបកែឌៀបដាមអ្នកដតីមានជំងឺមួយគឺជំងឺអត់ទុកចិត្តខ្លួនឯងនឹងមនុស្សដែលបកែឌៀបដាមអ្នកដតីបង្ហាញថាខ្លួនឯងអត់មានទំនុកចិត្តលើខ្លួនឯងតតែសោះជាញឹកញាប់មនុស្សប្រភេទនេះតែងតែឌៀបដាមអ្នកដតីដើម្បីបិទបាំងនៅចំណុចខ្សោយរបស់ខ្លួនឯងឌៀបដាមអ្នកដតីដើម្បីឲ្យមើលមកខ្លួនឯងហាក់បីដូចជាមានអំណាចច្រើនជាងមុននៅពេលដែលបានបន្ទាបតម្លៃអ្នកដតីមនុស្សបកែនិយាយឌៀបដាមអ្នកដតីជាក់ស្ដែងគាត់អត់ហ៊ានប្រឈមមុខជាមួយនឹងការពិតទេបានតែចាក់ចូលញុះញង់នៅពីក្រោយខ្នងគេនឹងឯងបើជាសាច់ការវិញគឺអត់មានទេអត់ហ៊ានរិះគន់ចំដើម្បីស្ថាបនាទេអត់ហ៊ាននិយាយត្រង់ជាមួយនឹងភាគីម្ខាងទៀតទេស្ថានភាពជីវិតគាត់ពោពេញទៅដោយការលាក់បាំងនិងភាពភ័យខ្លាចហើយខ្លាចការពិតមែនទេមនុស្សដែលបកែនិយាយឌៀមដាមអ្នកដតីភាគច្រើនតែបង្កប់ចិត្តចំណែននៅក្នុងនោះភ្នែកគាត់មកញោបជាមួយទង្វើល្អមែនទេចាប់បានតែទង្វើអាក្រក់ទេអត់ចង់ឃើញនរណាម្នាក់ល្អជាងគាត់ទេអត់ចង់ឃើញនរណាម្នាក់បកែជាងគាត់ទេម្ល៉េះហើយគាត់ត្រូវតែនិយាយឌៀមដាមអ្នកដតីដើម្បីឲ្យមើលឃើញថាគាត់នៅក្នុងកម្រិតមួយខ្ពស់ជាងមនុស្សដែលគាត់និយាយឌៀមដាមហ្នឹងកុំយកការឌៀមដាមអ្នកដតីដើម្បីចំណាប់អារម្មណ៍កុំជន់អ្នកដតីដើម្បីឲ្យខ្លួនឯងមើលទៅខ្ពស់អត់ថ្លៃថ្នូរទេអត់លុយទេការឌៀមដាមអ្នកដតីមិនបានធ្វើឲ្យតម្លៃរបស់យើងកើនឡើងទេហើយមនុស្សដែលត្រូវគេឌៀមដាមហ្នឹងក៏មិនធ្វើឲ្យតម្លៃរបស់អ្នកអន់ថយដោយសារការឌៀមដាមឡើយសំខាន់លើទង្វើល្អរបស់យើងទេកុំខ្វល់ជាមួយមនុស្សដែលបកែនិយាយឌៀមដាមយើងការឌៀមដាមអ្នកដតីវាមិនបានបង្ហាញពីភាពថ្លៃថ្នូររបស់បុគ្គលណាមួយទេតែវាបង្ហាញពីភាពកំសោយផ្លូវអារម្មណ៍និងខ្វះភាពជាខ្លួនឯងនៅក្នុងជីវិតរស់នៅ